តាមន័យទូលាយពីរដ្ឋបាលសាធារណៈជួនកាលសំដៅទៅដល់សកម្មភាពគ្រប់គ្រងនិងជួនកាលគឺសំដៅទៅដល់អង្គការដែលគ្រប់គ្រងន័យទាំងពីរនេះគឺអាចប្រើបានទាំងវិស័យឯកជននិងវិស័យសាធារណៈឧទាហរណ៍ពួកអ្នកនិយមប្រព័ន្ធច្បាប់ Common Law គេមិនចាំបាច់មាននីតិរដ្ឋបាលសម្រាប់រាជការទេក៏ប៉ុន្តែពួកអ្នកនិយមប្រព័ន្ធច្បាប់រ៉ូម៉ាំងអាល្លឺម៉ង់ដូចជាប្រទេសបារាំងជាដើមគេយល់ថាកាលណារដ្ឋឬសមូហភាពសាធារណៈដែលបម្រើផលប្រយោជន៍សាធារណៈដែលមិនគិតអំពីប្រាក់ចំណេញដូចនេះគេមានវិធានការសម្រាប់គ្រប់គ្រងផ្សេងពីឯកជនបើតាមន័យចង្អៀតពាក្យរដ្ឋបាលគឺសំដៅយកតែរដ្ឋបាលសាធារណៈតែប៉ុណ្ណោះជាទូទៅនៅក្នុងប្រទេសកម្ពុជារបស់យើងរដ្ឋបាលគឺមានចំនួន2ទី1គឺរដ្ឋបាលថ្នាក់ជាតិឬរដ្ឋបាលកណ្ដាល2រដ្ឋបាលថ្នាក់ក្រោមជាតិឬរដ្ឋបាលថ្នាក់មូលដ្ឋានរដ្ឋបាលថ្នាក់ជាតិឬរដ្ឋបាលកណ្ដាលគឺជារាជរដ្ឋាភិបាលដែលមានក្រសួងឬស្ថាប័នដែលជាសេនាធិការសម្រាប់បំពេញកិច្ចការងារជូនរដ្ឋាភិបាលនិងដើម្បីបម្រើផលប្រយោជន៍ទូទៅនៅក្នុងសង្គមជាតិទាំងមូលផងដែររាជរដ្ឋាភិបាលអាចជ្រើសរើសមធ្យោបាយចំនួន3សម្រាប់គ្រប់គ្រងនិងដឹកនាំចាត់ចែងរដ្ឋបាលថ្នាក់ក្រោមជាតិ1រាជរដ្ឋាភិបាលត្រូវគ្រប់គ្រងនិងដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្ទាល់គេអាចហៅថាការគ្រប់គ្រងតាមបែបមជ្ឈការ2រាជរដ្ឋាភិបាលផ្ដល់សិទ្ធិអំណាចមួយចំនួនឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធ្វើក្នុងនាមខ្លួនហើយតាមរយៈការធ្វើប្រតិភូកម្មដែលគេហៅថាការគ្រប់គ្រងតាមបែបវិសាមជ្ឈការរាជរដ្ឋាភិបាលផ្ដល់អំណាចមួយចំនួនឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិគេហៅថាការគ្រប់គ្រងតាមបែបវិមជ្ឈការរដ្ឋបាលថ្នាក់ក្រោមជាតិឬរដ្ឋបាលមូលដ្ឋានគឺសំដៅទៅដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែមានភាពរីកចម្រើនជាពិសេសដល់ថ្នាក់មូលដ្ឋានរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការនិងវិសាមជ្ឈការបើយោងទៅតាមមាត្រា4និងមាត្រា5នៃច្បាប់ស្តីពីការគ្រប់គ្រងរាជធានីខេត្តក្រុងស្រុកខណ្ឌបានបែងចែកទឹកដីនៃប្រជាជនកម្ពុជាដូចជា1ភ្នំពេញជារាជធានីនៃប្រជាជនកម្ពុជារាជធានីចែកជាខណ្ឌខណ្ឌចែកជាសង្កាត់ខេត្តចែកជាក្រុងនិងស្រុកក្រុងចែកជាសង្កាត់និងស្រុកចែកជាឃុំនិងសង្កាត់ក្នុងក្របខ័ណ្ឌគោលនយោបាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានានៅកម្ពុជាបានឲ្យនិយមន័យពាក្យវិមជ្ឈការនិងវិសាមជ្ឈការដូចខាងក្រោមចំពោះនិយមន័យវិមជ្ឈការគឺជាការដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រុមប្រឹក្សានៅភាពជាម្ចាស់លើមុខងារសិទ្ធិអំណាចនិងធនធានដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋហើយក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានរបស់ខ្លួនហើយទទួលខុសត្រូវរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅក្នុងមូលដ្ឋានក្នុងន័យនេះរាល់កិច្ចការនានាដែលបានធ្វើវិមជ្ឈការទៅឲ្យក្រុមប្រឹក្សាមានឆន្ទានុសិទ្ធិពេញលេញក្នុងការគ្រប់គ្រងនិងចាត់ចែងកិច្ចការងារទាំងនោះនៅក្នុងមូលដ្ឋានរបស់ខ្លួនទន្ទឹមនឹងនេះក្រុមប្រឹក្សាត្រូវមានការទទួលខុសត្រូវចំពោះកិច្ចការដែលបានអនុវត្តនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរវិសាមជ្ឈការគឺជាការដែលរាជរដ្ឋាភិបាលឬក្រសួងស្ថាប័នបានធ្វើប្រតិភូកម្មមុខងារសិទ្ធិអំណាចឲ្យទៅអង្គភាពឬក្រុមប្រឹក្សាក្នុងប្រភេទណាមួយដែលបំពេញភារកិច្ចឬការងារជំនួសមុខឲ្យរាជរដ្ឋាភិបាលឬក្រសួងស្ថាប័នរបស់ខ្លួនអង្គភាពឬក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពពោះរាជរដ្ឋាភិបាលឬក្រសួងស្ថាប័នដែលបានធ្វើប្រតិភូកម្មមុខងារសិទ្ធិអំណាចមកឲ្យខ្លួនហើយបំពេញភារកិច្ចការងារនេះជំនួសមុខឲ្យរាជរដ្ឋាភិបាលឬក្រសួងស្ថាប័នក្នុងករណីនេះក្រុមប្រឹក្សាត្រូវតែអនុវត្តកិច្ចការងារទាំងនោះស្របតាមការណែនាំនិងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលឬក្រសួងស្ថាប័នហើយត្រូវមានការទទួលខុសត្រូវចំពោះការអនុវត្តកិច្ចការងាររបស់ខ្លួនក៏ប៉ុន្តែនៅតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលឬក្រសួងស្ថាប័នដែលបានធ្វើប្រតិភូកម្មដដែលជារួមការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសាមជ្ឈការរាជរដ្ឋាភិបាលមានទស្សនវិស័យជារួមនៅក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសាមជ្ឈការរាជរដ្ឋាភិបាលមានទស្សនវិស័យដើម្បីជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តនៅគោលនយោបាយវិមជ្ឈការនិងវិសាមជ្ឈការស្របទៅតាមគោលការណ៍នៃរដ្ឋឯកភាពដើម្បីបង្កើតនិងជំរុញដល់ធ្វើយ៉ាងណាដើម្បីឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឬថ្នាក់មូលដ្ឋានស្របទៅតាមគោលការណ៍ការកំណត់នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងរាជធានីខេត្តក្រុងស្រុកខណ្ឌ